សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងប្រចាំថ្ងៃរបស់ Admin ហើយថ្ងៃនេះផងដែរ Admin នឹងលើកយកចំណេះដឹងខ្លីៗមកជម្រាបជូនដូចតទៅឥឡូវនេះយើងនឹងបង្ដឹងអំពីចំណេះដឹងថ្មីមួយដែលយើងតែងតែលើកគេនិយាយមកជាច្រើនតែយើងខ្លួនឯងផ្ទាល់មិនទាន់ច្បាស់តាម trend នេះពេលបច្ចុប្បន្នគឺនិយាយអំពីការធ្វើសឹកហើយថ្ងៃនេះយើងនឹងមកស្គាល់អំពីអាវុធដែលចាត់ទុកថាវាគ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្នខាងក្រោមគឺជាការរៀបរាប់អាវុធដែលត្រូវបានចាត់ទុកថាមានឥទ្ធិពលនិងខ្លាំងបំផុតក្នុងសម័យទំនើបរៀបតាមលំដាប់ប្រភេទនិងកម្រិតឥទ្ធិពល7អាវុធធម្មតាកាំភ្លើងរថក្រាស់កាំភ្លើងធំប្រើជាញឹកញាប់ក្នុងសង្គ្រាមអំណាចបំផ្លាញតិចជាងអាវុធខាងលើប៉ុន្តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធផ្ទាល់6 drone យោធា military drones បញ្ជាពីចម្ងាយកាត់បន្ថយការបាត់បង់ជីវិតមនុស្សបើប្រៀបធៀបកំពុងក្លាយជាអាវុធសំខាន់ក្នុងសង្គ្រាមសម័យថ្មី5យន្តហោះចម្បាំងទំនើប Stealth Fighter Jets មានបច្ចេកវិទ្យាលាក់រ៉ាដាអាចវាយប្រហារបានច្បាស់លាស់និងឆ្លាតវៃប្រើក្នុងសង្គ្រាមសម័យថ្មី4 Missile on Track ICBM និង Hypersonic Missiles អាចវាយប្រហារពីចម្ងាយរាប់ពាន់គីឡូម៉ែត្រល្បឿនលឿនខ្លាំងនិងពិបាកទប់ស្កាត់ជាឧបករណ៍យុទ្ធសាស្ត្រសំខាន់សម្រាប់ប្រទេសមហាអំណាច3អាវុធគីមី Chemical Weapons ប្រើឧស្ម័នពុលឬសារធាតុគីមីប៉ះពាល់ប្រព័ន្ធដង្ហើមសរសៃប្រសាទនិងស្បែកត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិលេខ2អាវុធជីវសាស្ត្រ Biological Weapons ប្រើមេរោគឬបាក់តេរីជំងឺអាចប៉ះពាល់មនុស្សច្រើនដោយមិនចាំបាច់មានការផ្ទុះពិបាកគ្រប់គ្រងនិងគ្រោះថ្នាក់ខ្លាំងលោកអ្នកប្រហែលចាំហើយ2019-2020 virus corona បានគ្រលុកពិភពលោកពុននឹងទៅហើយចុះបើគេប្រើជាអាវុធទៀតនោះសាកស្រមៃមើលទៅអាវុធនុយក្លេអ៊ែរ Nuclear Weapons ខ្លាំងបំផុតមានអំណាចបំផ្លាញទីក្រុងឬប្រទេសមួយទាំងមូលផលប៉ះពាល់កាំរស្មីវិទ្យុសកម្មកម្ដៅខ្លាំងនិងផលប៉ះពាល់យូរអង្វែងត្រូវបានចាត់ទុកជាអាវុធខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សសេចក្តីសន្និដ្ឋានបាននិយាយពីខ្លាំងជាងគេតាមឥទ្ធិពលបំផ្លាញអាវុធនុយក្លេអ៊ែរគឺនៅលេខ1ប៉ុន្តែសង្គ្រាមសម័យទំនើបកំពុងផ្លាស់ទៅកាន់បច្ចេកវិទ្យាឆ្លាតវៃនិងការគ្រប់គ្រងព័ត៌មាននៅវីដេអូបន្ទាប់យើងនឹងដឹងអំពីរឿងជាច្រើនថ្មីបន្តទៀតខណៈពេលនេះសូមជម្រាបលានិងសូមអរគុណ